ដឹងថាត្រូវដាក់ឈ្មោះផ្អែមនេះថាមិនទេដោយសារតែនៅផ្ទះមានដលងស្ងោរនៅហើយនៅឃើញចង់ធ្វើផ្អែមក៏យកវាមកសកត់អញ្ចឹងសិនបន្ទាប់មកខ្ញុំប្រើម្សៅឆាហើយនឹងទឹកដោះគោស្រស់ដោយសារតែអត់មានខ្ទិះដូងអញ្ចឹងទៅក៏ប្រើទឹកដោះគោស្រស់សិនទៅព្រោះដើម្បីធ្វើមិនឲ្យល្បាយហ្នឹងយើងច្បាច់ចូលគ្នាទៅវាលែងស្អិតជាប់ដៃគឺថាយើងច្បាច់យើងថែមម្សៅយើងថែមទឹកអីជាមួយនឹងដលងហ្នឹងឲ្យវាឡើងលែងជាប់ដៃអញ្ចឹងហើយចាប់វាប្រហែលជាម្ដុំតូចឯមកយើងយកមកមូលវាដើម្បីឲ្យចេញជាច្រវាមូលដើម្បីងាយស្រួលក្នុងការកាត់ខ្ញុំកាត់វាជាដុំតែអ្នកនរគ្នាអាចមូលជាមូលដូចកូនត្រីក៏បានដែរសម្រាប់ការលាយម្សៅនេះដែរខ្ញុំអត់បានប្រើស្ករទេដោយសារនឹកឃើញថាដលងវារៀងផ្អែមដែរហើយអត់សូវចូលចិត្តផ្អែមតែសម្រាប់អ្នកដែលចូលចិត្តផ្អែមអាចលាយស្ករពេលដែលយើងលាយជាមួយម្សៅជាមួយនឹងដលងនឹងបានបន្ទាប់មកយើងត្រូវដាំទឹកដើម្បីយកដលងហ្នឹងយកទៅស្ងោរឲ្យឆ្អិនណាហើយអាចបន្ថែមជាមួយនឹងស្លឹកតយពី3ស្លឹកក្បាញ់ដែរដើម្បីឲ្យមានក្លិនឈ្ងុយហើយដោយសារមុនហ្នឹងខ្ញុំអត់បានប្រើស្ករអញ្ចឹងខ្ញុំដាក់ស្ករចូលទៅក្នុងទឹកហ្នឹងមួយចំនួនដើម្បីឲ្យវាយើងបង់ទៅវាមានជាតិផ្អែមជាប់ជាមួយនឹងនំនឹងដែរអញ្ចឹងពេលដែលទឹកពុះហើយយើងដាក់ដលងទាំងអស់ហ្នឹងចូលទៅក្នុងទឹកទៅហើយទុកឲ្យវាពុះមួយសន្ទុះទៀតនៅពេលដែលវាតែឡើងមកលើអញ្ចឹងបានដឹងថាវាឆ្អិនបើមានខ្ទិះដូងទៀតកាន់តែល្អយើងដាំខ្ទិះដូងឲ្យពុះដាក់ស្ករតាមចំណូលចិត្តទៅហើយស្រង់តែដលងដែលឆ្អិនហ្នឹងដាក់ចូលទៅរួចរាល់ហើយតែខ្ញុំថ្ងៃនេះអត់មានខ្ទិះដូងទេអញ្ចឹងឆ្នៃអីដែលមានគឺដូងក្អូបហ្នឹងក៏ប្រើទឹកដូងក្អូបហ្នឹងដើម្បីត្រាំដលងហ្នឹងទៅហើយយើងអាចដួសយកមកញ៉ាំលាយជាមួយសាច់ដូងអីចឹងណាហើយម្យ៉ាងវាក៏អត់បានប្រើស្ករឲ្យច្រើនដែរសម្រាប់បង្អែមមួយមុខនេះ